ok tôi móc cái dương chạy IP với mới móc bây giờ login tam web bán trong dương từ đơn thả IP port liền muốn IP mà đấy bây giờ login tại vì từ device tam diện web browser chứ dương đây nó về mới móc đây nó IP address address list trong này IP bao viết cứ bạn chỉ set muốn cho các bạn cho nên nó sẵn login phải là làm đấy chẳng để tôi mua cho thằng lại tiếng với chẳng cái trong hai tôi dùng card phơi lại nữa giống tôi config mà config nó vì ai sẽ internet sẽ bán chứ ok chẳng dương cho các bạn tiếng nhé chẳng để tôi dùng IP nóคือ IP bao ISP để về get change bị ở nạp của nhóm này chẳng nhóm config nóคือadmin thời gian thế nó là Fortinet nóคือยัง config វាជា router on stick ឬក៏ហៅថា inter VLAN routing នៅលើ port 2នេះអញ្ចឹងនៅលើ switch ហ្នឹងគឺយើង config វាខ្ញុំសូមកាត់ pen មួយនេះគេនេះពេចហ្នឹងខ្ញុំចង់បង្ហាញពីស្នាដៃយកហ្នឹងអូខេអញ្ចឹងដើម្បីឲ្យវា LAN នេះអាច access internet បាន LAN 2ហ្នឹងគឺយើងត្រូវមាន config ជាច្រើនយើងត្រូវដើម្បីឆ្លងកាត់ឲ្យវា access internet និង access ទៅ YouTube Facebook អីផ្សេងៗបានគឺយើង config ច្រើនអញ្ចឹងទី1គឺខ្ញុំសូមរៀបរាប់ពីលើមកមុនអូខេនៅលើ firewall នេះគឺយើង config inter VLAN យើងមាន inter VLAN នៅលើ port 2នេះយើង inter VLAN អញ្ចឹងនៅលើ switch នេះគឺយើង config វា VLAN ហើយ assign port នេះចូលកាន់ VLAN មួយអញ្ចឹងអូខេហើយនៅលើ firewall នេះទៀតយើងតែលើ firewall នេះគឺយើងមាន config policy ច្រើនដើម្បីឲ្យវា access ទៅកាន់ internet បានអញ្ចឹងដើម្បីឲ្យ LAN 12 access កាន់ internet បានអញ្ចឹងនៅលើការគ្រប់គ្រងគឺយើងគ្រប់គ្រងនៅលើ firewall មួយនេះអូខេអញ្ចឹងបងខាងពេលច្រើនគឺយើងចូលទៅ config យកមកអញ្ចឹងពីដំបូងអញ្ចឹងខ្ញុំគិតថាអ្នកនរអាចចូលច្រើននេះទាក់ទងជាមួយនឹង lab ប្រភេទអញ្ចឹងអូខេយើងចូលទៅវីដេអូនេះអញ្ចឹងទៅដំបូងមួយទៀតខ្ញុំសូមខាងពីការ add តិចទាក់ទងមួយ add នឹង device ចូលទៅកាន់ Pinet Lab ហ្នឹងគឺយើងក៏ right click មកយើង add តែ image ទាំងអស់នេះគឺយើងត្រូវការ import យើង download file import ចូលទៅកាន់ Pinet Lab នេះទៀតទៅយើងអាចប្រើបានអញ្ចឹងnênយើងកន្លងហើយមាន image នឹងសាច់ណា image នឹងសាច់យើងកន្លងយើង import ចេញពីក្រៅទៅឬក៏យើងអាចប្រើ IC command ដើម្បីយើង download មកប្រើអញ្ចឹងយើងចូលទៅ firewall យើងតំណងអញ្ចឹងខ្ញុំសូមប្រកាសដំបូងគឺយើង right click មកយក start អញ្ចឹងខ្ញុំសូម config ពីលើមកមុនខ្ញុំសូម config ឲ្យ FortiGate នេះឡើង internet សិនអូខេពេលវា start ហើយអញ្ចឹងយើង double click ទៅវាមកហើយយើង open អញ្ចឹងវានឹងវាបើក ASX access ចូលកាន់ firewall ហ្នឹងអញ្ចឹងដំបូងគឺ user admin អានេះជា default password យើងត្រូវចាំdefault user នឹង password គឺ plain មានតែយើងអត់វាយអីអស់អញ្ចឹងយើង enter មួយមកចុចឲ្យយើងដាក់ password ថ្មីអញ្ចឹងយើងអាចវាយមក password ថ្មីមក confirm អូខេអញ្ចឹងមានន័យថាឥឡូវនេះគឺយើងបានchange password ហើយសម្រាប់ FortiGate អញ្ចឹងដើម្បី check ថា port នេះ port នេះបាន IP បានយើងដៃនៅវាមើលមកអូខេតោះមកគឺយើងឆែក IP វាមើលមកដើម្បីយើង login តាម web បានអញ្ចឹងយើងត្រូវដឹងថា IP port លេខ1ហ្នឹង IP មកនេះបើយើង login ទៅវាទៅ device តាមរយៈ web browser អញ្ចឹងយើងដៃនៅវាមើលមក DNS IP address address list អញ្ចឹងនេះ IP របស់វាគឺចុច249.199អញ្ចឹងយើងសាក login តាម web មក3.249.199អូខេអញ្ចឹងវា log ចូលបានហើយជាធម្មតាគឺវាអត់ allow ទេតែអត់ដឹងថា version ថ្មីនេះអាចនឹងវា allow automatic allow អញ្ចឹងព្រោះអីធម្មតាយើងត្រូវ allow access ព្រោះថានៅក្នុងយើងចែកមើលថាវា allow access តាម web អញ្ចឹងព្រោះថា config system interface port 1អញ្ចឹងអា command ហ្នឹងគឺយើងត្រូវចាំផ្នែកទាំងនេះវាដូចជាយើងចាំខ្លះៗហ្នឹងវាអត់មានជាប្រើជា seal អាចមកទេតែយើងអាចចេញមកខ្លះៗបងinterface config system interface អាច enter យកមកអត់ចេះ so system interface port 1អូខេអញ្ចឹងនេះវា allow access ជាធម្មតាយើងត្រូវ allow តាម HTTP ឬ HTTPS នេះទៅយើងអាច login តាម web browser បានអញ្ចឹងតែ version ថ្មីនេះប្រហែលជាវា auto allow ឥឡូវគឺវាមាន slide អញ្ចឹងវាស្រួល version ជាវា allow ហើយអូខេតែ version ជាវា allow ទេយើងអាចចូល allow បានអញ្ចឹង password មិញដូចជា user admin password admin អូខេអញ្ចឹងចូលដំបូងគឺវាចេញបែបហ្នឹងអញ្ចឹងយើងអាច set up វាមកអញ្ចឹងយើងដាក់ឈ្មោះវាឧទាហរណ៍ FG វីដេអូនេះខ្ញុំធ្លាប់ដាក់ខាងមុនអញ្ចឹងខ្ញុំអាចឈ្មោះហ្នឹងអញ្ចឹងអូខេ អូខេទេមក let អូខេអញ្ចឹងទៅពេលយើងចូលមកព្រាមគឺយើងបានដំណឹងទៅមួយ firewall យើងអញ្ចឹងយើងអាច login តាម web browser បាននេះអូខេអញ្ចឹងដើម្បីងាយស្រួលឥឡូវគឺយើង login តាម interface នេះដើម្បីងាយស្រួលគឺកាលណាយើងទុកវាជា static អញ្ចឹងវាពិបាកដែរ IP វាអាចនឹង random អញ្ចឹងន័យថា IP នេះបើសិនជា IP នឹង change ឬក្រោយយើងបើកមកទៀតយើងត្រូវចូល check មើលតាមរយៈនេះ check មើល IP ទៀតដើម្បីយើង login តាម web បានព្រោះ IP វាប្រែប្រួលដោយសារវាដែរមិនអញ្ចឹងយើងចង់ដាក់វា static យើងចូលមកកាន់ interface ហ្នឹងមកហើយយើង set up port នេះឲ្យវា static សិនមកដើម្បីកុំឲ្យវាប្រែប្រួលស្រួលយើង login ទៅក្រោយអញ្ចឹងចូល port 1នេះ port 1យើងចូលតាម port 1អូខេចូលតាម port 1នេះមក double click លើវាមកយើង set វាទៅជា WAN ហ្នឹងឯងមានន័យថាដាក់ ISP អញ្ចឹង ISP អូខេអញ្ចឹងនេះវា DSP នេះជា DNS ជាអីវាអញ្ចឹងយើងអាច copy ទុកមកបានតែយើងមានបញ្ហាយើងចង់ដាក់ចោលមួយហ្នឹងអូខេអាចមានបញ្ហាអញ្ចឹងយើងដាក់ static manual អញ្ចឹងវានឹង set manual អញ្ចឹងលើក្រោយយើង login មកយើងប្រើ IP នឹងតែមកអូខេវាអាច login បានអញ្ចឹង low safe ច្រើនគឺយើងធម្មតាគឺខាង ISP ដូចយើងអត់ login តែយើង testing ដែរ low safe គេខាង HTTPS HTTP SA អញ្ចឹង SMB អូខេអញ្ចឹងប៉ុណ្ណឹងអូខេមួយអញ្ចឹងវានឹង connect អូខេអញ្ចឹងវា static ហើយអញ្ចឹងមានតែវាអត់ប្រែប្រួល IP អូខេហើយដែលសំខាន់ទៀតគឺយើងធ្វើឲ្យ internet នេះវា internet ធ្វើឲ្យ firewall លើ internet center ធម្មតាដូចជាវាឡើង internet ហើយភាសាយើងដំបូងយើងប្រើជា DHCP អញ្ចឹងយើង ping google.com មួយ execute ping google.com អូខេអញ្ចឹងមានន័យថាវាអត់ឡើង internet ទេភាសាយើងដាក់វាជា static បើសិនជាមុនទៅ dynamic អាចឡើង internet អញ្ចឹងយើង check មើលទាក់ទងជាមួយនឹង permit របស់យើងមានអីខ្លះមិញអូខេអញ្ចឹង network នេះ DNS យើងត្រូវមើល DNS របស់វាបន្តិចចេញកាន់ DNS របស់យើងអញ្ចឹងយើងដាក់ specific ដែរទៅគេថាគួរតែដាក់ហើយ apply មួយមើលអញ្ចឹងយើងសាក ping វាទៅ88សម្រាប់វាស្គាល់អត់ ping 888ចឹងអត់ស្គាល់ដែរអត់ស្គាល់ទេអញ្ចឹងយើងដាក់ DNS នេះមកអូខេ specific primary DNS យើងដាក់ហ្នឹងទៅដាក់ secondary ហើយអូខេ apply អូខេបានអញ្ចឹងវាស្គាល់អញ្ចឹងយើងសាក ping មើលភាសាទៀតមកexecute ping google
.com អត់ទៅទៀតអញ្ចឹងយើងត្រូវ check កន្លែងណាទៀត gateway មើល gateway មួយមែនអូខេអញ្ចឹងយើងត្រូវបង្កើត static route នេះទៀតទៅដើម្បីវាអាចទៅបានអញ្ចឹងតាម interface gateway របស់វាគឺយើងយក gateway មិញអូខេអញ្ចឹង gateway របស់វាតាម port អញ្ចឹងន័យថាវាទៅ any នេះអញ្ចឹងយើងកើត static route មួយដើម្បីវាអាច access internet បានអូខេហើយយើងចូលមកសាកសាទៀតមក execute ping google.com ឥឡូវគឺទៅអញ្ចឹងន័យថាការយើង set static គឺវាត្រូវ set នេះ static យើងត្រូវដាក់ DNS វាផងហើយទៅមួយ gateway របស់វាផងមិញបើសិនជាវាបាន PHP វាអាច access បានតែឥឡូវយើងកែមក static ដើម្បីងាយស្រួល login នៅក្រោយអញ្ចឹងឥឡូវយើងបានឥឡូវមានន័យថា Wi-Fi របស់យើងអញ្ចឹងវាអាច access internet បានហើយ